នេះខាងបងអូនមើលឃើញក៏ប៉ិតខ្លាំងបងអូនមើលទាំងអស់គ្នាមើលបងអូនណាឡានហ្នឹងក៏ប៉ិតខ្លាំងដែរប៉ុណ្ណឹងបងអូនណែចង់នាំបងអូនទាំងអស់គ្នាមកមើលឡានបន្តិចនេះគឺវាបាក់បាត់ហើយណាវាតំណងមកឃើញមកវាតំណងបាត់ហើយមកជួនេះគឺក៏ប៉ិតទាំងអស់ហើយសម្រាប់ឡានមួយគ្រឿងនេះបងម្ចាស់ឡានណាត់ខាងអូនយូរដែរចូល10ថ្ងៃឯងកុំមកគាត់មានពេលតនេយកឡានមកតោនស្ងន់នៅកន្លែងបងអូនណាអញ្ចឹងបងប្អូនទាំងអស់គ្នាពិនិត្យមើលទាំងអស់គ្នាណែបងប្អូនឃើញណាតំណងអត់មានទេបាត់តំណងចូលហើយមកចោលដៃហ្នឹងគឺសំខាន់នេះគេអត់ដាច់ហ្នឹងហើយបងប្អូនហើយបងប្អូនពិនិត្យមើលនេះគឺក៏ពិតទៅទាំងអស់ហើយអញ្ចឹងបងប្អូនទាំងអស់គ្នាចាំតាមដាននៅចុងវីដេអូខាងបងប្អូននឹងដាក់បង្ហាញឡានមួយគ្រឿងនេះនៅក្នុងចុងវីដេអូឲ្យបងប្អូនទាំងអស់គ្នាបានឃើញហើយចាំពិនិត្យមើលថាពេលដែលខាងបងប្អូនតោនមកវិញបានប្រមាណភាគរយខាងបងប្អូននឹងថតបង្ហាញបងប្អូនទាំងអស់គ្នានៅក្នុងចុងវីដេអូអរគុណទាំងអស់គ្នាដែលបានតាមដានវីដេអូខាងបងប្អូនអូយវាយកទៅអូនទាំងអស់គ្នាឡានមួយគ្រឿងនេះលើសពីការរំពឹងទុកបងប្អូនដោយសារអីពេលដែលខាងបងអូនបានឡាយនៅក្នុងដើមវីដេអូឡានមួយគ្រឿងនេះគឺកាច់សាច់បាក់តំណងលមួសាច់យកទៅហ្មងបងប្អូនឥឡូវនេះខាងបងអូនបានតោនមកវិញស្មើស្អាតភ្លឹងដូចដើមវាមើលទៅឃើញស្មើស្អាតភ្លឹងហ្មងបងប្អូននេះឃើញណាគឺស្មើភ្លឹងអញ្ចឹងបើសិនជាបងប្អូនមានបញ្ហាឡានកពិតដូចឡានមួយគ្រឿងហ្នឹងបងប្អូនក៏មិនតាន់សម្រេចចិត្តយកឡានទៅតោនមាញ់ឆ្នាំអីបងប្អូនអាចយកឡានមួយគ្រឿងហ្នឹងយកមកឲ្យខាងបងប្អូនពិនិត្យមើលថាកពិតនឹងអាចតោនស្ងួតបានឬក៏អត់រក្សាទឹកថ្នាំសិនជូនបងប្អូនបានហើយអត់អាហ្នឹងបងប្អូនយកមកខាងបងប្អូននឹងធ្វើឲ្យអស់សមត្ថភាពឲ្យបងប្អូនហើយឡានមួយគ្រឿងនេះគឺធ្វើឲ្យស្អាតទៅបងប្អូនពិនិត្យមើលមួយបងប្អូនគឺមើលអត់ដឹងទេអត់ចាប់អារម្មណ៍ទេឡានមួយគ្រឿងនេះអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូខាងបងប្អូន